បានធ្វើដំណើរមកដល់ស្ថានីយ៍ប្រកបដោយសុវត្ថិភាពក្រោមសម្លេងជ័យឃោសដ៏កងរំពងជាយោសម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋនិងជាប្រធានរណសេរីរួបរวมជាតិកម្ពុជាជាយោចំណងមិត្តភាពនិងសាមគ្គីភាពដ៏រឹងមាំរវាងប្រជាជនទាំងពីរកូរ៉េកម្ពុជាប្រជាពលរដ្ឋកូរ៉េបានរៀបចំឡើងនៅពិធីបដិសណ្ឋារកិច្ចដើមហោរារិកថ្វាយសម្ដេចព្រះប្រមុខរដ្ឋកម្ពុជានិងព្រះជាយាភ្លេងជាតិនៃប្រទេសទាំងពីរបានបណ្ដុះឡើងជាបន្តបន្ទាប់ស្នងកំភ្លើងធំ21ណាត់ក៏បានបណ្ដុះឡើងដើម្បីជាព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្ដេចព្រះប្រមុខរដ្ឋកម្ពុជាសម្ដេចព្រះប្រមុខរដ្ឋកម្ពុជាបានសពព្រះハរតីស្ដេចយាងសម្ដែងការគូសំជាមួយតំណាងអង្គទូតនៃប្រទេសនានារួមទាំងក្រុមនិស្សិតខ្មែរដែលកំពុងបំពេញកម្មសិក្សានៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េហើយបាននាំគ្នាមកថ្វាយបង្គំអបអរសាទរព្រះដំណើរយាងមកដល់របស់ព្រះអង្គក្នុងនាមជាកូនចៅសម្ដេចព្រះប្រមុខរដ្ឋនិងព្រះជាយាអមព្រះដំណើរដោយឯកឧត្តមអគ្គមគ្គុទ្ទេសក៍គឹមអ៊ីលសុងនិងលោកជំទាវគឹមស៊ុងអេបានស្ដេចយាងត្រួតពលរួមមានតំណាងកងទ័ពថ្មើរជើងកងទ័ពជើងទឹកកងទ័ពអាកាសនៃកងទ័ពប្រជាជនកូរ៉េសម្ដេចព្រះប្រមុខរដ្ឋបានស្ដេចយាងឡើងគង់លើព្រះទីន័ងរថយន្តពិសេសអមដោយឯកឧត្តមមហាសេនាប្រមុខគឹមអ៊ីលសុងរីឯព្រះជាយាបានអញ្ជើញតាមរថយន្តពិសេសមួយទៀតជាមួយលោកជំទាវគឹមស៊ុងអេក្បួនព្រះទីន័ងបានចាក់ចេញអំពីស្ថានីយ៍អយស្មយានតាមហាវិថីដែលមានហាជនដ៏ច្រើនកកឈើអមបន្លឺសម្រែកជ័យខុសនិងបញ្ចេញកាយវិការរីករាយអបអរសាទរឥតឈប់ឈររហូតដល់ព្រះដំណាក់មហាជនកូរ៉េមានមនោសញ្ចេតនារីករាយជាទីបំផុតដោយបានចេញមកទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃប្រជាជនខ្មែរ
ក្រុមកុមារឈិនមុខដែលជាពលិកថ្មីនៃបដិវត្តន៍កូរ៉េបាននាំគ្នាមូលមីដោយក្តីរីករាយសម្ដែងនៅបដិសណ្ឋារកិច្ចយ៉ាងឃ្លាវខ្លាដោយនាំយកនៅបាច់ផ្កាចម្រុះពណ៌មកថ្វាយសម្ដេចព្រះប្រមុខរដ្ឋនិងព្រះជាយាដើម្បី